សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកដឹងថាថ្មីបើឪពុកម្ដាយមានកម្ពស់ទាបប៉ុន្តែយើងកុំអស់សង្ឃឹមថាកូនយើងកើតមកមានកម្ពស់ទាបដែរថ្មីបើគាត់ទាបប៉ុន្តែកូនអាចកើតមកបាន1.7 1.8 ម៉ែត្រឡើងដោយយើងអនុវត្ត3កត្តាសំខាន់ដែលប្រឹកព្រៀងដែលរៀបចំឲ្យកូនរបស់យើងទី1គឺឲ្យគាត់គេងលក់ស្កប់ស្កល់ពីម៉ោង10យប់រហូតដល់ម៉ោង2ព្រឹកមានន័យថាយើងឲ្យគាត់គេងមុនម៉ោង10យប់ឧទាហរណ៍គេងម៉ោង9យប់អីចឹងទៅដល់ម៉ោង10យប់គាត់ចាប់ដើមគេងស្កប់ស្កល់ហើយដល់ម៉ោង2ព្រឹកឬលើសនឹងហូរហាយធ្វើម៉េចចន្លោះម៉ោងនេះឲ្យគាត់គេងស្កប់ស្កល់ព្រោះហេតុអ្វីព្រោះរាងកាយរបស់យើងបញ្ចេញច្រើនឬក៏បង្កើតខ្លាំងនៅអរម៉ូនលូតលាស់ GH នៅចន្លោះម៉ោងហ្នឹងអញ្ចឹងកាលណាអរម៉ូននឹងវាចេញមកច្រើនគឺវាមានឥទ្ធិពលទៅដល់ការលូតលាស់ជាពិសេសនៅក្នុងនោះមានការលូតលាស់ឆ្អឹងផងដែរក៏ដូចជាលូតកម្ពស់បានខ្ពស់ហ្នឹងទី2គឺការផ្គត់ផ្គង់វីតាមីនមានវីតាមីនកាល់ស្យូមវីតាមីន D3 វីតាមីន K2 និងម៉ង់កាណេសយើងដឹងហើយថាកាល់ស្យូមគឺជាផ្នែកមួយនៃឆ្អឹងវាស្ថិតនៅក្នុងឆ្អឹងហើយចុះវីតាមីន D3 មានតួនាទីអីវីតាមីន D3 មានតួនាទីជំរាបកាល់ស្យូមពីពោះវៀនរបស់យើងចូលទៅក្នុងចរន្តឈាមហើយចំណែកឯវីតាមីន K2 គឺចាប់កាល់ស្យូមពីឈាមរបស់យើងនឹងចូលទៅក្នុងជាលិកាឆ្អឹងផងដែរហើយចុះម៉ង់កាណេសមានតួនាទីអីហើយជាមិនសូវមានអ្នកនិយាយអំពីម៉ង់កាណេសទេតួនាទីរបស់ម៉ង់កាណេសគឺមានតួនាទីសម្របតម្រូវសាច់ដុំរបស់យើងឲ្យមានសកម្មភាពប្រក្រតីបើយើងខ្វះម៉ង់កាណេសហ្នឹងធ្វើឲ្យយើងចុករយឈឺសាច់ដុំឬក៏រមូរក្រពើផងដែរហើយចុះវាមានតួនាទីយ៉ាងម៉េចទាក់ទងទៅនឹងការលូតលាស់ឆ្អឹងកាលណាដែលសាច់ដុំរបស់យើងដំណើរការល្អនោះវាជួយឲ្យវីតាមីន D ហ្នឹងបំលែងកម្មបានល្អបំពេញតួនាទីបានល្អអញ្ចឹងមិនគឺវាមានឥទ្ធិពលទៅការជំរាបកាល់ស្យូមពីពោះវៀនចូលក្នុងចរន្តឈាមផ្គត់ផ្គង់កាល់ស្យូមដោយមិនគិតពីរូបមន្តក៏ដូចជាវីតាមីនផ្សេងៗទៀតអញ្ចឹងប្រៀបដូចជាការចាក់ចោលនៅកាល់ស្យូមយើងផ្គត់ផ្គង់ទៅវាមិនបានចូលទៅក្នុងឆ្អឹងផងវាបែរជាបំផ្លាញចោលតាមប្រព័ន្ធលេហាត់ទៅជាលំមួកវិញទៅទី3ក្មេងនៅក្នុងវ័យជំទង់គឺមិនត្រូវឲ្យពួកគាត់សេពសូរ៉ាឬស្រាបៀរទេព្រោះកាលណាគាត់ផឹកអាហ្នឹងទៅធ្វើឲ្យកម្ដៅខ្លួនគាត់ហ្នឹងកើនឡើងក៏ដូចជាបរិមាណនៃការបត់ជើងតូចគឺច្រើនអញ្ចឹងកាលណាដែលឡើងកម្ដៅបត់ជើងតូចច្រើនគឺគាត់បាត់បង់ជាតិទឹកហើយបាត់បង់សារធាតុរ៉ែសំខាន់ៗមួយចំនួនក្នុងនោះបាត់បង់ច្រើនជាងគេគឺ magnesium ហើយយើងដឹងស្រាប់ហើយតួនាទី magnesium ហ្នឹងអញ្ចឹងវាជាឥទ្ធិពលទៅដល់ការលូតលាស់របស់ក្មេងជំទង់ហ្នឹងផងដែរជាពិសេសគឺការលូតលាស់ឆ្អឹងហ្នឹងទាក់ទងនឹងការលូតលាស់កម្ពស់ហ្នឹងធ្វើឲ្យគាត់ហ្នឹងមិនខ្ពស់ទៅជាទៀបអាចទៀបជាងឪពុកម្ដាយទៅទៀតអញ្ចឹងអាហ្នឹងយើងត្រូវប្រឹកព្រៀងឬក៏ណែនាំបញ្យល់គាត់ឲ្យគាត់យល់ផងដែរអរគុណសម្រាប់ការតាមដានវីដេអូបងប្អូនកុំភ្លេចlike និង subscribe វីដេអូព្រមទាំង channel របស់ខ្ញុំផងដែរ